បាទសួស្តីបងប្អូនម្ចាស់ចំការចន្ទីទាំងអស់គ្នាយ៉ាងម៉េចហើយបងប្អូនចន្ទីរបស់បងប្អូនមិនដែរក្នុងខែ10នៅចុងខែហ្នឹងណាបាទខែ20ជាងហ្នឹងបាទយ៉ាងម៉េចហើយសម្រាប់ចំការខ្ញុំនេះដូចថាឃើញវារាំងប្រហែលថ្ងៃមកឃើញថាចេញត្រួយសឹងថាគ្រប់ដើមបាទហ្នឹងហើយចេញត្រួយច្រើនល្អមែនតើបាទហ្នឹងហើយចេញត្រួយសឹងថាគ្រប់ដើមបាទហ្នឹងហើយសូម្បីតែដើមមួយនេះដើមវាលក្ខណៈអន់ដែរបាទដើមនេះអន់ប៉ុន្តែឃើញថាចេញត្រួយហ្នឹងក៏ច្រើនដែរបាទចេញត្រួយច្រើនបាទសឹងថាគ្រប់ដើមបាទចេញសឹងថាគ្រប់ដើមបាទប៉ុន្តែគាត់ថាវានៅចន្លោះមួយដើមដែលខ្លះវាអត់ទាន់ចេញមិនចេញដែរចេញតែមេឃខ្លះតែមេឃខ្លះអត់សូវចេញអញ្ចឹងបាទដូចនេះអីមេឃខាងនោះអីចេញតែនៅខាងនេះអត់ទាន់ចេញទេបាទប៉ុន្តែជាទូទៅហ្នឹងគឺចេញច្រើនមែនតើបាទអានេះយើងមិនទាន់បានបាញ់ថ្នាំអីម្ដងទេណាបងប្អូនបាទហើយការពារជាមួយនឹងសត្វល្អិតអីក៏អត់ទាន់មានការប្រើបាញ់ថ្នាំអីទេដោយសារតែយើងនៅជាប់ចកាហើយក៏យើងព្យាយាមមើលដែរពេលល្ងាចអីបាទយើងយកក្បាលកែវដើរឆ្លោះមើលវាមានពពួកមូសតែឬក៏ពពួកសត្វអីសត្វល្អិតមកផ្លាញអត់វាអត់មានពេលអញ្ចឹងអត់មានអញ្ចឹងយើងគេហៅបណ្ដោយវាសិនបាទយើងមើលដែរអញ្ចឹងណាបាទបើសិនជាមានតកៅមានពពួកមូសតែចុចអីយើងចាំបាច់ត្រូវតែធ្វើវាប៉ុន្តែវាអត់ទាន់មានឃើញបញ្ហាអីអញ្ចឹងយើងជាយាមមើលប៉ុន្តែគាត់ថាវាមិនអត់សុទ្ធទេវានៅតែមានខ្លះហ្នឹងឯងបាទប៉ុន្តែគាត់ថាភាគច្រើនវាអត់សូវមានបញ្ហាអីអញ្ចឹងណាបាទត្រួយវាហ្នឹងគឺចេញមកធំល្អបាទត្រួយមេនេះធំល្អបាទហ្នឹងហើយនៅមានខ្លះនេះដូចជាកន្លែងនេះអីមូសតែលេងខ្លះអញ្ចឹងណាបាទនេះកន្លែងនេះមូសតែលេងចុចបាទប៉ុន្តែវាអត់បញ្ហាអីទេបាទវាមានតិចមែនតើបាទអានេះក៏ជួបបន្តិចដែរនេះបាទមានបញ្ហាប៉ុន្តែស្លឹកអស់តោះពេលចេញមកគឺស្លឹកធំល្អគេហៅថាស្លឹកបែបមានកម្លាំងបងប្អូនបាទនេះធំល្អបាទអត់ទាន់ស្គាល់ជាតិថ្នាំទេបងប្អូនបាទនេះគាត់ថាយើងបានដាក់ជីគល់អញ្ចឹងណាបាទយើងបានដាក់ជីគល់បាទហើយសម្រាប់ដើមនេះបាទវាដួលខ្យល់ខ្លាំងនៅដើមរដូវបាទដួលច្រើនបាទមួយជួរនេះគឺដួលច្រើនមែនតើបាទហ្នឹងហើយជាទូទៅគឺចេញមែនតើបាទនៅក្នុងថ្ងៃទី20ជាងខែ10 2025បាទគឺចេញច្រើនបាទយើងសប្បាយចិត្តពេលដែលឃើញដំណាំវាចេញច្រើនដោយយើងមិនពិបាកក្នុងការបាញ់ថ្នាំច្រើនអីចឹងគឺវាកាត់បន្ថយជាមួយនឹងចំណាយរបស់យើងច្រើនដែរហ្នឹងហើយសម្រាប់មួយដើមនេះបាទនឹងងាប់ហើយមើលទៅបាទដោយសារតែការយើងអត់ទាន់បានធ្វើស្មៅទៅយើងអត់មើលអត់ឃើញបាទដួងវាស៊ីកលឹងជុំវិញអស់ទៅបាទវានឹងងាប់ហើយកន្លែងនេះងាប់បាទដោយសារយើងមើលអត់ឃើញជួយវាអត់ទាន់ដល់ពេលអញ្ចឹងទៅវាដួងស៊ីជុំវិញបាត់បាទហ្នឹងហើយជាទូទៅគឺចេញច្រើនទេបងប្អូនបាទចេញច្រើនណាស់ទោះបីតែដើមខ្លះវាអាចរៀងយឺតបន្តិចប៉ុន្តែបាទមែកខ្លះហ្នឹងគឺវាចេញមកច្រើនបាទមែកខ្លះចេញមកច្រើននោះខាងក្រៅអត់ទាន់ចេញតែខាងលើនោះចេញស្អាតដែរបាទនេះហ្នឹងហើយបាទរឿងដាក់ជីបាទខ្ញុំអត់បានកាប់ដូចគេទេដោយសារតែដីរបស់ខ្ញុំនេះក៏វាមិនជាជំរាលអីខ្លាំងណាស់ណាដែរវាភាគច្រើនគឺវាស្មើបាទហើយយើងបានភ្ជួរខ្វែងកាលពីឆ្នាំទៅហើយវាលក្ខណៈដូចជាក្លុកជុំវិញគល់អញ្ចឹងណាយើងភ្ជួរខ្វែងអញ្ចឹងខ្ញុំបានបាញ់សម្រាប់ស្មៅហើយយើងបាចតែម្ដងប៉ុន្តែការបាចហ្នឹងគឺយើងមើលដែរដោយសារអីវាត្រូវតែបាចហើយយ៉ាងយូរបាទកុំឲ្យលើសនិយាយរួមទៅយើងមិនអាចកំណត់បានទេប៉ុន្តែគ្រាន់តែយើងមើលស្ថានភាពដីដែលវាសើមហើយអាចនឹងវានឹងភ្លៀងនៅក្នុងរយៈពេលក្រោយយើងបាចមួយថ្ងៃឬក៏ពេលដែលបាចហើយភ្លៀងអីចឹងទៅវាល្អដោយសារតែវាបានរំលាយជីចូលក្នុងដីចឹងណាហើយដំណាំយើងស្រូបយកបានបើសិនតែយើងលក្ខណៈដូចថាយើងកប់គុលវាល្អដូចគ្នាប៉ុន្តែ
rước xem những cái vì mình bàn nghe từ tua bàn này để sao tại vì nơi ngay vì nghe chạm màu đỏ chẳng á bà mình ta bây giờ ba ấy sinh thà rước group cả lại những cái này từ tua bàn bàn tay còn tha bờ sân chỉ ọt trời phliêng ọt trời ấy chẳng vì thưa ảo gì bà vì chập lùm hụt từ tạ bạ gia cái vì ọt sợi từ tua bàn bị giàu tràn bàn tay bây giờ ba trời plong với trời cái hai tha pe về lia với bà là om đó như chỉ tu tới pin chả ca từng đóคือมี chân trui là om thế mà buồn bà nâng ấy chăm này chân trui sro chiêng chăm tử bà chăm tới cọp chăm này ọt cọp thì chăm này nhập bài hay nhập bài những bài pi đòn tiền nó không khai buồn mà đó hay là không đàm khai đọp mà đòn bà đàm khai đọp nhập bài xa tiền nâng ấy hay khơi chân là om thế bà lại này ngọt bị đàm bill bị bay đàm và vận tải khơi nhà đồ lõ bóng ơi bà chỉ tụi tới bà khơi trùi chênh mong plong plong mong bà này nhảy bà trong cái chuyện tha toàn bàn bánh thằng nằm đòn đấy bóng ôn bà